បាទសូមគោរពនិងជំរាបសួរទាំងអស់គ្នានឹងថ្ងៃនេះគឺបានមកថតទិដ្ឋភាពកំពុងចម្លងស្វាយជ្រុំជ្រោយចង្វាឬក៏យើងអាចនិយាយបានថាកំពុងចម្លងឬក៏កំពុងដជ្រោយចង្វាស្វាយជ្រុំណាដែលឆ្លងទៅខាងអរិយខ្សាត់ណាហើយឆ្លៀតធ្វើវីដេអូនេះក៏ចង់គេហៅថាហាញនៅតំណែងតំណងពីទន្លេមេគង្គដែរដើម្បីជាចំណេះដឹងដល់បងប្អូនឬក៏អ្នកមើលវីដេអូនេះដើម្បីយល់ជ្រាបជ្រាបអំពីគេហៅថាទន្លេមេគង្គឬមួយក៏ឲ្យសិស្សានុសិស្សមកចំនួនក្រោយឬក៏ក្មេងៗទូចដែលអត់ទាន់បានដឹងអំពីទន្លេមេគង្គមើលវីដេអូនេះទៅបានជាប្រយោជន៍ផងដែរហ្នឹងហើយអញ្ចឹងទន្លេមេគង្គបើយើងនិយាយជាទន្លេមេគង្គជារួមបើគិតពីគេហៅថាប្រទេសចិនត្រង់គេហៅថាកំពង់រាបតំបន់ទីបេរហូតទៅដល់សមុទ្រនៅប្រទេសវៀតណាមបច្ចុប្បន្នហ្នឹងគឺមានប្រវែង4200គីឡូម៉ែត្រ4200គីឡូម៉ែត្រហើយទន្លេមេគង្គទន្លេមេគង្គនេះគឺចាត់ទុកថាជាទន្លេដែលវែងជាងគេលើពិភពលោកក្នុងលំដាប់លេខ12ដែរអញ្ចឹងសូមបញ្ជាក់ម្ដងទៀតណាគឺទន្លេមេគង្គដែលគិតចេញពីប្រទេសចិនមកហ្នឹងគឺបានហូរឆ្លងកាត់ប្រទេសភូមាប្រទេសថៃប្រទេសឡាវប្រទេសកម្ពុជានិងប្រទេសវៀតណាមមានប្រវែង4200គីឡូម៉ែត្រក៏ប៉ុន្តែបើយើងគិតពីទន្លេមេគង្គកម្ពុជាទន្លេមេគង្គកម្ពុជាគឺមានប្រវែងតែ500គីឡូម៉ែត្រទេបើគិតពីល្បាក់ខោននៅក្នុងខេត្តស្ទឹងត្រែងរហូតដល់ព្រំប្រទល់ប្រទេសវៀតណាមអញ្ចឹងបើទន្លេមេគង្គកម្ពុជាគឺបានហូរពីល្បាក់ខោននៅខេត្តស្ទឹងត្រែងនឹងមកឆ្លងកាត់ខេត្តកោះចេះខេត្តកំពង់ចាមឥឡូវមានខេត្តត្បូងឃ្មុំខេត្តកណ្ដាលភ្នំពេញហើយនឹងព្រៃវែងហ្នឹងហើយអញ្ចឹងចាប់ពីល្បាក់ខោនរហូតដល់ព្រំប្រទល់ប្រទេសវៀតណាមហ្នឹងទន្លេមេគង្គកម្ពុជាយើងគឺមានប្រវែងតែ500គីឡូម៉ែត្រទេហ្នឹងហើយសូមបញ្ជាក់ប៉ុណ្ណឹងហើយនៅឆ្នាំ1995ហ្នឹងក៏បានបង្កើតគណៈកម្មការទន្លេមេគង្គដែរដែលមានសមាជិក4ប្រទេសគឺប្រទេសឡាវថៃកម្ពុជានិងវៀតណាមដល់ឆ្នាំ1996ទើបចិនឯនឹងភូមាចូលដែរ